បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំបានមកថតពុកម៉ែបងប្អូនរបស់យើងដែលអាចហៅថាជនភេសឹកផងដែរដែលស្ថិតនៅក្នុងវត្តវេលវ័នសឹងឃុំសឹងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យផងដែរហើយជនភេសឹកនេះពុកម៉ែបងប្អូនដែលយើងដែលគាត់ភេសឹកនេះគឺគាត់ភេសឹកមកពីខាងអូបច្ច័នជាមួយយាងដែលគៀកជាមួយព្រំដែនថៃមែនទែនដូច្នេះហើយគឺត្រូវបង្ខំចិត្តធ្វើឲ្យពួកគាត់នឹងគឺបង្ខំចិត្តជំលះមកនៅក្នុងវត្តវេលវ័នសឹងប៉ុន្តែឥឡូវនេះគាត់ក៏បានជំលះទៅខាងពនរោកងវ៉ានៅខាងទីរួមខេត្តឲ្យផងដែរដោយសារតែគាត់ថាគៀកនៅសឹងនេះក៏គៀកដែរអញ្ចឹងហើយគឺត្រូវបង្ខំចិត្តទៅកន្លែងភេសឹកមួយកន្លែងទៀតដែលស្ថិតនៅគៀកជាមួយនឹងខេត្តបន្ទាយមានជ័យរបស់យើងគឺនៅខាងពនរោកងវ៉ាផងដែរហើយសម្រាប់ខ្ញុំជាជនរួមជាតិខ្មែរមួយរូបក៏ឃើញទស្សនវិជ្ជាបែបនេះឃើញទស្សនវិជ្ជាបែបនេះក៏ឃើញថាគួរឲ្យសំណោះពុកម៉ែបងប្អូនរបស់យើងមែនទែនដែលទទួលរងការឈ្លានពានពីខាងពួកកងទ័ពសៀមអេតស្រាក់ស្រានតែម្ដងពុកម៉ែបងប្អូនហើយគឺមើលទៅគឺគួរឲ្យសំណោះសំណោកពួកគាត់មែនទែនដែលត្រូវអ្នកខ្លះក៏មានកូនខ្ចីមានកូនតូចមានឆ្កែមានសត្វចិញ្ចឹមដែលត្រូវមើលថែប៉ុន្តែដោយសារតែមានការឈ្លានពានមានការវិវហាពីពួកទ័ពសៀមដែលឈ្លានពានទឹកដីខ្មែររបស់យើងធ្វើឲ្យប្រជាជនកម្ពុជារបស់យើងដែលនៅជាប់ព្រំដែនថៃនឹងគឺត្រូវបង្ខំចិត្តចាកចេញពីទីលំនៅឋានផ្ទះសម្បែងដើម្បីទៅរកទីទួលសុវត្ថិភាពផងដែរពុកម៉ែបងប្អូនហើយទស្សនវិជ្ជានេះគឺជាទស្សនវិជ្ជាទាំងមូលដែលខ្ញុំបានទៅថតទស្សនវិជ្ជាពុកម៉ែបងប្អូនរបស់យើងដែលគាត់ជំនះមកនៅក្នុងវត្តបេលវ័នសឹងឃុំសឹងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីព្រឹកមិញផងដែរប៉ុន្តែឥឡូវនេះគាត់ប្រជាជនភេសឹកខ្លះក៏គាត់បានជំនះទៅខាងបង្រោកងវ៉ាហើយដែលនៅបង្រោកងវ៉ាហ្នឹងគឺមានកន្លែងភៀសខ្លួនដែលសល់តាំងពីសម័យសង្គ្រាមស៊ីវិលយើងខ្មែរគ្នាឯងនឹងឯងហើយឃើញថាពុកម៉ែបងប្អូនរបស់យើងនៅជាដែនអូបច្ច័នជាងអីហ្នឹងគឺគាត់បានជំនះមកសឹងប៉ុន្តែនៅពេលបន្តទៀតនឹងគឺគាត់បានជំនះទៅខាងបង្រោកងវ៉ានៅក្បែរជាមួយទីរួមខេត្តបន្ទាយមានជ័យផងដែរពុកម៉ែបងប្អូនហើយមើលទៅគួរឲ្យសំណោះសំណោកមែនទែនពុកម៉ែបងប្អូនដោយសារតែការយ៉ាំឈ្លានពានយ៉ាំជីពីខាងទ័ពសៀមនេះគឺមិនអោយពុកម៉ែបងប្អូនរបស់យើងគឺមានក្តីសុខទេពុកម៉ែបងប្អូនហើយគឺតែងតែឈ្លានពានទឹកដីរបស់យើងហើយខាងពួកទ័ពសៀមនេះគឺរោគរឿងយើងដណ្ដើមទឹកដីយើងមិនអោយស្រាកស្រានមិនអោយពុកម៉ែបងប្អូនយើងនឹងធ្វើស្រែចម្ការរោគស៊ីអីបានទេពុកម៉ែបងប្អូនគឺតែងតែមកឈ្លានពានប្រទេសរបស់យើងអេតស្រាកស្រានតែម្ដងពុកម៉ែបងប្អូននឹងឲ្យពុកម៉ែបងប្អូនឃើញថាទាំងមន្ត្រីប៉ូលីសនិងកងការពារសន្តិសុខអីគឺទាំងគ្រូពេទ្យគឺយើងបានរួបរวมដៃគ្នាក្នុងការធ្វើបុព្វហេតុជាតិនេះជួយគ្នាម្ដាយមួយជើងដើម្បីជួយដោះស្រាយនៅបុព្វហេតុជាតិដែលការឈ្លានពានរបស់សៀមឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងពុកម៉ែបងប្អូនដូច្នេះហើយគឺដោយមានដោយប្រសាសន៍មានប្រសាសន៍ថាគឺប្រទេសកម្ពុជាគឺមិនអោយបាត់បង់ទឹកដីសំបីតែ1មីលីម៉ែត្រទេពុកម៉ែបងប្អូនដូច្នេះហើយគឺយើងនៅក្នុងគម្រោងចំនួនព្រំដែនការឈ្លានពានរបស់សៀមនេះគឺយើងត្រូវតែរួមគ្នាជាធ្លុងមួយដើម្បីការពារប្រជាជាតិទឹកដីរបស់យើងពីពួកចោលសៀមឈ្លានពានផងដែរពុកម៉ែបងប្អូនហើយគឺយើងសំណោះពុកម៉ែបងប្អូនរបស់យើងមែនទែនពុកម៉ែបងប្អូនដែលគាត់ត្រូវបង្ខំចិត្តចាក់ចេញពីកន្លែងផ្ទះលំនៅឋានដើម្បីទៅរកទីទួលមានសុវត្ថិភាពដើម្បីការពារអាយុជីវិតរងការឈ្លានពានពីខាងកងទ័ពសៀមដែលឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងផងដែរពុកម៉ែបងប្អូនហើយឃើញថាក្រមគ្រូពេទ្យក្រមមន្ត្រីប៉ូលីសក៏បានជួយគ្នាខ្នះខ្នែងមែនទែននៅក្នុងបុព្វហេតុជាតិនេះនៃការឈ្លានពានរបស់ទ័ពសៀមសំទោសបាទទ័ពសៀមឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងពុកម៉ែបងប្អូនហើយនេះក៏ពុកម៉ែបងប្អូនរបស់យើងគាត់បានបន្តទៅកន្លែងភេសឹកមួយទៀតដែលនៅខាងបង្រោកងវ៉ានៅក្នុងទីរួមខេត្តបន្ទាយមានជ័យផងដែរពុកម៉ែបងប្អូនអ្នកខ្លះក៏មានអីវ៉ាន់បើកយន្តបើកម៉ូតូបើកឡាននឹងឯងពុកម៉ែបងប្អូនដើម្បីរត់គេចពីការគ្រោះហានិភ័យផ្សេងដែលយើងមើលមិនឃើញផងដែរដែលគាត់គឺនៅជិតព្រំដែនថៃមែនទែនគឺនៅខាងអូបច្ច័នជាមួយនឹងយាងអញ្ចឹងហើយក៏គាត់ត្រូវការជំនះចេញពីតំបន់ចំនួនហ្នឹងឲ្យទៅឆ្ងាយផងដែរពុកម៉ែបងប្អូន